ផលវិជ្ជមានរបស់កាហ្វេចំពោះសុខភាពមានជាអាចគឺមានឥទ្ធិពលជាវិជ្ជមានប្រឆាំងនឹងជំងឺសរសៃឈាមបេះដូងជំងឺមហារីកប្រព័ន្ធរំលាយអាហារទឹកនោមផ្អែមប្រភេទទី2ជំងឺវង្វេងវង្វាន់ភ្នែកសួតឬក៏ជំងឺញ័រកាហ្វេអាចថែមទាំងជួយកាត់បន្ថយគ្រោះមរណៈបាន 10% របស់មនុស្សពេញវ័យចាប់ពីអាយុ50ទៅ71ឆ្នាំដែលបរិភោគកាហ្វេ3ពែងក្នុងមួយថ្ងៃបើប្រៀបទៅនឹងអ្នកដែលមិនបរិភោគកាហ្វេសោះនេះបើយោងតាមការសិក្សារបស់វិទ្យាស្ថានអាមេរិកប្រឆាំងនឹងជំងឺមហារីកលើមនុស្សចំនួន 400,000 នាក់ប៉ុន្តែកាហ្វេភេសជ្ជៈដែលមនុស្សទូទៅទទួលទានច្រើនជាងគេបង្អស់បន្ទាប់ពីទឹកមានឈ្មោះមិនល្អប៉ុន្មានទេគ្រប់គ្នាតែងតែយល់ថាការបរិភោគកាហ្វេខ្មៅច្រើននឹងផ្ដល់ផលអាក្រក់ដូចជាពាក្យស្លោកធ្វើអ្វីក៏ដោយឲ្យតែជ្រុលគឺមិនល្អទេរូបភាពអាក្រក់របស់កាហ្វេគឺនាំឲ្យខូចបេះដូងរលាកក្រពះរំខានដំណេកមហារីកផ្លោកនោមឬក៏មានឥទ្ធិពលអាក្រក់ទៅលើកូននៅក្នុងផ្ទៃលក្ខណៈក៏ប៉ុន្តែជាង20ឆ្នាំមកហើយដែលការភ័យព្រួយទាំងអម្បាលម៉ានេះរលប់ចេញជាបណ្ដាបន្ទាប់ពីមានការសិក្សាកាន់តែច្រើនឡើងបង្ហាញអំពីផលល្អរបស់កាហ្វេប្រសិនបើយើងបរិភោគជាតិកាហ្វេអ៊ីនប្រមាណពី200ទៅ300មីលីក្រាមក្នុងមួយថ្ងៃមានរសជាតិនិងក្លិនឈ្ងុយឆ្ងាញ់ប៉ុន្តែមានឈ្មោះអាក្រក់នៅតាមទៀមកាហ្វេគ្រប់គ្នាសុទ្ធតែយល់ថាកាហ្វេមិនល្អចំពោះបេះដូងក្រពះនិងដំណេកតែតាមការពិតកាហ្វេមិនផ្ដល់ផលអាក្រក់អ្វីដល់សុខភាពខ្លាំងណាស់ទេការសិក្សាដ៏ធំមួយរបស់សហរដ្ឋអាមេរិកដែលប្រៀបធៀបអត្រាមរណៈបង្ហាញថាអ្នកផឹកកាហ្វេរងគ្រោះកាត់ជំងឺសរសៃឈាមបេះដូងជំងឺបេះដូងទឹកនោមផ្អែមផ្លូវដង្ហើមនិងជំងឺបង្ករោគតិចជាងអ្នកមិនផឹកកាហ្វេអ្វីត្បិតតែអ្នកស្រាវជ្រាវមិនទាន់បានស្គាល់អំពីយន្តការច្បាស់លាស់ក៏ដោយក៏គេបានដឹងថាសារធាតុកាហ្វេអ៊ីនមានប្រតិកម្មទៅលើប្រព័ន្ធខួរក្បាល receptor ដែលទទួលដឹងព័ត៌មានអ្វីមួយដោយបាននាំសារធាតុអង់ទីអុកស៊ីដង់ដែលជាភស្តុតាងបញ្ជាក់គុណប្រយោជន៍នៃកាហ្វេចំពោះខួរក្បាលកាហ្វេផ្ដល់គុណប្រយោជន៍លក្ខណៈអ្នកបរិភោគក្នុងបរិមាណកាហ្វេខ្មៅអត់ដាក់ស្ករអត់ដាក់ទឹកកក4ទៅ5ពែងក្នុងមួយថ្ងៃដោយមិនជក់បារីការសិក្សាថ្មីរបស់សហរដ្ឋអាមេរិកទើបចេញផ្សាយនៅសប្តាហ៍មុនថែមទៀតថាទោះក្នុងកម្រិតច្រើនបន្តិចក្តីក៏កាហ្វេអាចជួយសុខភាពបានច្រើនដែរការស្រាវជ្រាវកំពុងតែបន្តសិក្សាទៅលើឥទ្ធិពលរបស់កាហ្វេចំពោះជំងឺប្រព័ន្ធប្រសាទមានជាអាចជំងឺវង្វេងវង្វាន់ Alzheimer និងជំងឺ Parkinson ញ័រដៃញ័រជើងឥឡូវសួរថាតើកាហ្វេជាអ្វីបន្ទាប់ពីទឹកគេអាចនិយាយបានថាគឺកាហ្វេនេះឯងដែលមនុស្សទូទៅបរិភោគច្រើនជាងគេនៅលើពិភពលោកមានប្រទេសជាង70ធ្វើកសិកម្មដាំដើមកាហ្វេតែប្រេស៊ីលនិងកូឡុំប៊ីមានឈ្មោះល្បីជាងគេខាងផលិតផលកាហ្វេនេះដំណាំកាហ្វេល្អត្រូវការលូតលាស់ជាមួយនឹងអាកាសធាតុពិសេសកម្ដៅវាត្រឹមរវាងពី20ទៅ25ដឺក្រេពន្លឺព្រះអាទិត្យមិនចែងចាំងចំខ្លាំងពេកកាហ្វេគឺជាដើមឈើតូចម្យ៉ាងមានផ្កានិងផ្លែនៅនឹងមែកដែលក្រោយមកគឺคล้ายទៅជាគ្រាប់កាហ្វេនេះឯងកាហ្វេមានពីរប្រភេទកាហ្វេ Arabica តំណាងឲ្យ 75% នៃផលិតផលកាហ្វេនៅលើពិភពលោកមានរសជាតិឈ្ងុយឈ្ងប់និងស្រទន់តែពិបាកដាំនិងថែរក្សាពីព្រោះវាត្រូវការដុះនៅលើដីក្នុងកម្រិតរយៈកម្ពស់ពី600ទៅ2000ម៉ែត្រមានកំហាប់ជាតិកាហ្វេអ៊ីនទាបគឺពី 0.8 ទៅ 1.3% ច្រើនតែដាំដុះនៅតំបន់អាមេរិកកណ្ដាលនិងអាហ្វ្រិកខាងកើតកាហ្វេ Robusta តំណាងឲ្យ 25% នៃផលិតផលពិភពលោកគឺជាដើមឈើដែលធន់នឹងជំងឺអាចដុះលូតលាស់នៅលើខ្ពង់រាបទាបជាងដើមកាហ្វេប្រភេទ Arabica ហើយផ្ដល់ផលច្រើនទៀតផងក៏ប៉ុន្តែកាហ្វេប្រភេទនេះមានរសជាតិខ្លាំងល្វីងមិនសូវមានក្លិនឈ្ងុយឈ្ងប់ដូចជា Arabica ឯកំហាប់ជាតិកាហ្វេអ៊ីនក៏ខ្ពស់ពី2ទៅ 2.5%
គេឃើញមានការដាំដុះកាហ្វេប្រភេទនេះច្រើននៅអាហ្វ្រិកនិងតំបន់អាស៊ីអាគ្នេយ៍តើនៅក្នុងកាហ្វេមានសារធាតុអ្វីខ្លះគ្រាប់កាហ្វេមានផ្ទុកជាពិសេសសារធាតុជាង10មុខដែលអាចផ្សំឡើងនៅពេលខ្លះក្នុងពេលលីងក៏ប៉ុន្តែសារធាតុដែលសំខាន់ជាងគេគឺមាន3យ៉ាងកាហ្វេអ៊ីនអាល់កុលឌីកាប៉ែននិងល្បាយហ្វេណូលីកដែលល្បីថាមានសកម្មភាពអង់ទីអុកស៊ីដង់ពិសាកាហ្វេខ្មៅពី2ទៅ3ពែងក្នុងមួយថ្ងៃគឺឆ្លើយតបបានទាំងស្រុងទៅនឹងតម្រូវការធម្មជាតិផ្នែកអង់ទីអុកស៊ីដង់ដែលចាំបាច់បំផុតសម្រាប់សរីរាង្គកាយរបស់មនុស្សម្នាក់ៗហើយដូច្នេះបានជាការសិក្សារបស់អ្នកស្រាវជ្រាវជនជាតិ Norway បានបង្ហាញថាកាហ្វេគឺជារបបអាហារដែលបំពេញបានយ៉ាងគ្រប់គ្រាន់នៅតម្រូវការអង់ទីអុកស៊ីដង់របស់មនុស្សនៅលើពិភពលោកនិយាយឡើងវិញអំពីគុណប្រយោជន៍នៃកាហ្វេដោយខ្ញុំបានរៀបរាប់អំបញ្ញមិញរួចមកហើយថាការសិក្សាកាន់តែច្រើនឡើងនឹងនាពេលថ្មីនេះបានបោះផ្សាយការបរិភោគកាហ្វេក្នុងបរិមាណច្រើនអាចកាត់បន្ថយគ្រោះកាចជំងឺទឹកនោមផ្អែមប្រភេទទី2និងជំងឺញ័រដៃញ័រជើង Parkinson ដែលបណ្ដាលមកពីប្រព័ន្ធប្រសាទចុះខ្សោយបរិភោគក្នុងបរិមាណច្រើនគឺប្រមាណពី4ទៅ6ពែងក្នុងមួយថ្ងៃអាចកាត់បន្ថយគ្រោះជួបជំងឺទឹកនោមផ្អែមបាន 28% បើប្រៀបធៀបទៅនឹងអ្នកដែលទទួលទានតិចជាង2ពែងក្នុងមួយថ្ងៃការទទួលទានកាហ្វេអាចជាជំនួយនៅពេលយូរទៅក្នុងការកាត់បន្ថយគ្រោះកើតជំងឺមហារីកស្បូន4ពែងក្នុងមួយថ្ងៃអាចកាត់បន្ថយបានគ្រោះថ្នាក់នេះ 25% ហើយបើពិសាតែ2ទៅ3ពែងក្នុងមួយថ្ងៃអាចកាត់បន្ថយបានតែត្រឹម 7% តែប៉ុណ្ណោះជាចុងក្រោយសម្រាប់បុរសពិសាកាហ្វេជាប្រចាំអាចកាត់បន្ថយគ្រោះថ្នាក់ស្លាប់បណ្ដាលមកពីជំងឺមហារីកពងស្វាសបាន 20% គិតក្នុងបរិមាណ6ពែងក្នុងមួយថ្ងៃនិងកាត់បន្ថយគ្រោះមរណៈបណ្ដាលមកពីជំងឺសរសៃឈាមបេះដូងជំងឺបេះដូងជំងឺផ្លូវដង្ហើមនិងជំងឺបង្ករោគឲ្យបានទាបជាងអ្នកដែលមិនបរិភោគកាហ្វេសោះសូមបញ្ជាក់ថាការទទួលទានកាហ្វេដែលនាងខ្ញុំបានរៀបរាប់ទាំងអំបាលមកខាងលើនេះរាប់ទាំងកាហ្វេដែលគេដកសារធាតុកាហ្វេអ៊ីនចេញគឺបរិភោគដោយគ្មានជាតិស្ករនិងគ្មានបារីកំដរជាចុងក្រោយកាហ្វេនៅតែគេត្រូវបានស្គាល់ថាមានផលប៉ះពាល់ដដែលកាហ្វេមានឥទ្ធិពលដោយផ្ទាល់ទៅលើគុណភាពដំណេកពីព្រោះសារធាតុកាហ្វេអ៊ីននេះផ្ដល់កម្លាំងសរសៃវិញ្ញាណឲ្យកម្រើកឲ្យមានសកម្មភាពនិងដូចជាទៅដាស់សរសៃប្រសាទបញ្ចេញអរម៉ូនដំណេកនិងទប់ស្កាត់មិនឲ្យខួរក្បាលសម្រាកហេតុដូច្នេះហើយបានជាកាហ្វេអាចជួយអ្នកមិនឲ្យងងុយគេងនិងជួយដាស់សតិអ្នកឲ្យកាន់តែមានភាពប្រុងប្រយ័ត្ននិងរហ័សរហួនឥទ្ធិពលនេះមានអំណាចដល់ទៅ6ម៉ោងដូច្នេះបើពិសានៅពេលល្ងាចលោកអ្នកកាហ្វេអាចនឹងរំខានដល់ដំណេករបស់លោកអ្នកក៏ប៉ុន្តែសម្រាប់បុគ្គលខ្លះដោយសារតែការទទួលទានញយបានខ្លាចទៅជាទម្លាប់កាហ្វេក៏លែងមានឥទ្ធិពលប៉ះពាល់ទៅលើការគេងទៅវិញឬក៏ថាបន្តិចម្ដងទម្លាប់នោះការរំខានដំណេកត្រូវបានធ្លាក់ចុះបន្តិចម្ដងឬក៏បាត់ចុះទាំងស្រុងបាត់អស់ទាំងស្រុងផងក៏មាន C'est comme le café, très vite passé, mais que veux-tu que j'y fasse? On en a